សួស្តីបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះដែរចង់នាំអារម្មណ៍បងប្អូនមកទស្សនាទេសភាពទូទួលនៅតាមដងផ្លូវដែលខ្ញុំធ្វើដំណើរនេះធ្វើដំណើរពីស្រុកកំណើតឃុំកំពង់សឹងឡើងមកពេញនៅតាមផ្លូវជាតិលេខ1ខ្ញុំចេញមកនេះគឺល្ងាចថ្ងៃអាទិត្យខ្ញុំគិតថាប្រហែលជាថ្ងៃអាទិត្យចឹងមិនសូវស្ទះទេគ្រាន់នៅរបៀបថាលើកល្ងាចម៉ោង5អីបើខ្ញុំចេញមកអញ្ចឹងណាតែជាក់ស្ដែងអត់មានទេអ្នកគ្នាគឺស្ទះមែនតើនៅនេះដល់ឯងរងមងមូអ្នកលឿងត្រូវខាងកើតយើងបត់ខាងស្ដាំដៃទៅយើងឡើងទៅខាងលើស្ពានអ្នកលឿងតែយើងអត់ទាន់ទៅដល់មែនតើគឺស្ទះតាំងពីនៅក្រោមស្ពានចាហើយថ្ងៃអាទិត្យនេះខ្ញុំគិតថាប្រហែលជាគ្មានមនុស្សទេមើលទៅតែជាក់ស្ដែងមានតែអ្នកគ្នាបានឃើញអញ្ចឹងគឺស្ទះតាំងពីពោស្ពានរហូតដល់ឡើងស្ពានប្រហែលជាថ្ងៃហ្នឹង8មីនាផងអ្នកខ្លះគេមកការអ្នកខ្លះគេមកលេងស្រុកកំណើតដូចតែខ្ញុំដូចតែគេអញ្ចឹងណាអញ្ចឹងមានអីស្ទះមែនតើរឿងយូរដែរហ្នឹង1ម៉ោងជាងតម្រាំឆ្លងផុតហើយនេះទស្សនវិជ្ជានៅខាងស្ដាំដៃគឺមានបែបជាវាលស្រែដែលគេមិនតាន់ច្រូតហើយមានអាចច្រូតហៅនោះមានអាទឹកអំប្រុសទៀតទេនេះទស្សនវិជ្ជាចុះពីក្រោមចុះទៅស្ពានអ្នកលឿងវិញគឺខ្ញុំស្រឡាញ់ទស្សនវិជ្ជានេះគឺមើលទៅឃើញបែបដូចចុះពីលើភ្នំអញ្ចឹងណាហើយនេះផងដែរគឺចង្រិតចា favorite ពីអ្នកប្តីប្រពន្ធខ្ញុំចាជីកាត់បើមិនបានចូលទិញហូបទេគឺនៅមិនសំណងចាតហើយណាក៏បានទិញហូបតាមឡាននិយាយទៅចូលចិត្តតែម្ដងចាអរគុណច្រើនបាយបាយ